រដ្ឋបាលស្រុកកំពង់ត្រឡាចបានប្រកាសអនុវត្តនៅចាប់បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងគឺបានកំណត់ឲ្យរដ្ឋបាលស្រុករដ្ឋបាលឃុំនិងភូមិនៅតាមបណ្ដាផ្លូវជាតិនៅក្នុងស្រុកកំពង់ត្រឡាចត្រូវមានម៉ាស៊ីនកាត់ស្មៅនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកញ្ញាឆ្នាំ2025នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តនៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពប្រចាំត្រីមាសទី3ឆ្នាំ2025កាលពីថ្ងៃច័ន្ទទី13ខែតុលាឆ្នាំ2025នៅតាមរយៈវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4ឆ្នាំ2025នៅសាលាស្រុកទឹកផុសកាលពីព្រឹកថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ជាលទ្ធផលគឺរដ្ឋបាលស្រុករដ្ឋបាលឃុំនិងភូមិនៅតាមបណ្ដាផ្លូវជាតិនៅក្នុងស្រុកកំពង់ត្រឡាចគឺមានម៉ាស៊ីនកាត់ស្មៅចំនួន129គ្រឿងលោកចាវ៉ុនស៊ីផាអភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្រឡាចក៏បានថ្លែងអំណរគុណអភិបាលរងស្រុកនាយករដ្ឋបាលសាលាស្រុកប្រធានអនុប្រធានមន្ទីរនិងមន្ត្រីការិយាល័យអង្គភាពចម្រុះរដ្ឋបាលស្រុកអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទមេឃុំក្រុមប្រឹក្សាឃុំស្មានឃុំប្រជាការពារសសន្តិសិស្សលោកគ្រូអ្នកគ្រូយុវជនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងផលផុសរួមចំណែកលើកកម្ពស់សោភ័ណភាពមុខផ្ទះទីប្រជុំជននៅតាមបណ្ដាផ្លូវជាតិនិងនៅតាមដងផ្លូវនានាទូទាំងចាស់ស្រុកកាន់តែមានភាពស្រស់ស្អាតនិងមានអនាម័យមានខ្យល់អាកាសល្អនិងសណ្ដាប់ធ្នាប់ល្អការរស់នៅប្រកបទៅដោយផាសុកភាពដើម្បីទាក់ទាញអ្នកវិនិយោគនិងទេសចរនៅក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាចកន្លងមកនេះលោកអភិបាលស្រុកនិងចាស់ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានបញ្ជាក់បន្ថែមថាកន្លងមកស្រុកកំពង់ត្រឡាចបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាននិងកំណត់យករបៀបចាស់និងកំណត់យករៀងរាល់ថ្ងៃប្រហ័សគឺជាថ្ងៃនៃយុទ្ធនាការកំពង់ឆ្នាំងស្អាតខ្មែរធ្វើបាននិងយុទ្ធនាការផ្លូវជាតិស្អាតគ្មានសំរាមនិងសំណល់ផ្លាស្ទិកដោយប្រើប្រាស់ម៉ាស៊ីនកាត់ស្មៅចំនួន129គ្រឿងនៅក្នុងនោះគឺមានម៉ាស៊ីនកាត់ស្មៅរបស់រដ្ឋបាលស្រុកចំនួន6គ្រឿងម៉ាស៊ីនកាត់ស្មៅរបស់រដ្ឋបាលឃុំ10គ្រឿងនៅក្នុងមួយឃុំមាន2គ្រឿងហើយនៅក្នុងនោះក៏មានចាម៉ាស៊ីនកាត់ស្មៅរបស់ភូមិចំនួន103គ្រឿងសរុបទាំងអស់គឺ129គ្រឿងរួមជាមួយនឹងកម្លាំងមនុស្សដើររើសសម្រាមនិងមានកិច្ចសហការពីក្រុមហ៊ុនចាលងវែកបៃតងប្រើប្រាស់រថយន្តដឹកសម្រាមដែលចាបានរើសរួចចាដើម្បីលើកកម្ពស់នៅសភនភាពមុខផ្ទះទីប្រជុំជននៅតាមបណ្ដាផ្លូវជាតិលេខ5ចាប់ពីភូមិធ្យូងឃុំវិហារលួងចាស្រុកកញ្ញាលឺខេត្តកណ្ដាលទៅដល់ចំណុចបង្គោលគីឡូម៉ែត្រលេខ39/500ព្រំប្រទល់ឃុំលង្វែកស្រុកកំពង់ត្រឡាចរហូតទៅដល់ភូមិទឹកល្អក់ឃុំសែបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនៅចំណុចបង្គោលគីឡូម៉ែត្រលេខ77/750ព្រំប្រទល់ជាប់ជាមួយនឹងចាឃុំទឹកហូតចាស្រុកលីបៀដែលមានប្រវែងផ្លូវចម្ងាយ31គីឡូម៉ែត្រនិង250ម៉ែត្រព្រមទាំងនៅតាមបណ្ដាដងផ្លូវនានាទូទាំងស្រុកកំពង់ត្រឡាចសម្ដៅអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលនៃខេត្តកំពង់ឆ្នាំង